lượt xua của bạn và trong khi ông ấy cứ không thế bài hạt mai là bài mai hay là ngàyนี้คือdương mau thì nông tính tăng thì bật mau là không làm đấy nó cứ đầm bay trong chuột lục dốt đầm bay sạt xua thì sạt than là kia để miền này không thì này hai chia đồng bốn trong xua tha tá đồng bọn đấy kia ao hai xua tha đồng bọn này đây mà nơi đồng bọn đấy từ thật là lòng thùng về số bảy cùng các cùng lại khai cùng chức năngបាទអញ្ចឹងឥឡូវនេះគឺយើងកំពុងតែស្ថិតនៅក្នុងសាលាធម្មសិក្សាហើយសាលាហ្នឹងគឺមានឈ្មោះយ៉ាងនេះបាទមានឈ្មោះសាលាធម្មសិក្សាវាសបាយបាទអរគុណច្រើនហើយនៅហ្នឹងមានអគារប្រហែលខ្នងដែរមានអគារ2ខ្នង2ខ្នងសរុបចែកចេញជាប្រហែលបន្ទប់ចែកចេញជា6បន្ទប់បងមួយនេះថាក្នុងមួយក្នុងចែកជា3បន្ទប់ហើយក្នុងបន្ទប់នេះមានសិស្សប្រហែលអ្នកបាទក្នុងមួយបន្ទប់មានសិស្សទៅតាមចំនួនវាគេហៅថ្នាក់ទី1មានចំនួន41ស្រី13នាក់បាទហើយថ្នាក់ទី2មានចំនួន30ស្រី11ចំណែកថ្នាក់ទី3មាន36ស្រី19ថ្នាក់ទី4មានចំនួន38ស្រី21ថ្នាក់ទី5មានសិស្សចំនួន30ស្រី11និងថ្នាក់ទី6មានចំនួនសិស្ស32ស្រី14ហើយចែកទៀតប្រហែលចែកចេញជា2វេនវេនទឹកនិងវេនវិសៀននៅហ្នឹងមានសាស្ត្រាចារ្យលោកគ្រូយើងមកប្រហែលអ្នកដែរដើម្បីទៅរៀនជាមួយថ្នាក់បាទមានតែគ្រូរៀនចំនួន3នាក់ទេសរុបទាំងអាយុមួយផងហើយគេអាខានរបស់គាត់នៅក្បែរសាលាឬក៏នៅឆ្ងាយពីសាលានៅជិតសាលាតានាយកម្នាក់ទេហើយនៅសល់ប៉ុណ្ណឹងមកលឹកសិននៅឆ្ងាយផងគាត់នៅភូមិណាគាត់នៅភូមិជាប់គ្នាដែរគាត់មានឆ្លងភូមិឆ្លងឃុំនៅម្ដងឆ្លងឃុំបាទអ្នកគ្រូម្នាក់ឈ្មោះប៉ែនភូមិមេតាគាត់នៅខាងភូមិកំឡាយឃុំកំឡាយបាទហើយស្រុកលាពីខេត្តកំពង់ឆ្នាំងកំឡាយដែរបាទស្រុកកំពង់ឆ្លាយហើយអ្នកទៀតនៅខាងឃុំច្រេះទៅពោះនឹងបន្តិចទៀតតែគាត់មកបង្រៀនរាល់ថ្ងៃហ្នឹងគាត់យានជំនិះគាត់ជាម៉ូតូឬមួយកង់គាត់មកពេលខ្លះទៅគាត់ជិះជាម៉ូតូមកពេលខ្លះគាត់ជិះកង់មកបាទម៉ូតូហើយកង់របស់គាត់ផ្ទាល់ជារបស់ក្រុមគ្រួសារមកបាទខ្ញុំដល់ប្រព័ន្ធអរគុណអញ្ចឹងបន្ទាប់មកនេះគឺយើងចង់ដឹងថាក្រុមយើងហ្នឹងគឺគោលបំណងដើម្បីមកសិក្សាអំពីស្ថានភាពនៅកន្លែងហ្នឹងហើយបើសិនជាមានជួបបញ្ហាលំបាកអីគឺយើងនឹងទៅពិភាក្សាគ្នាដើម្បីរកដំណោះស្រាយដើម្បីអាចជួយជាជំនួយមកដល់ទីនេះហើយខ្ញុំចង់សួរលោកនាយកថាតើនៅទីនេះមានជួបបញ្ហាលំបាកអីខ្លះតាក់ទងនឹងការរៀនសូត្រឬមួយក៏តាក់ទងនឹងស្ថានភាពរបស់សាលាឬយ៉ាងណាយ៉ាងណាបាទនៅទីនេះសម្រាប់ទីតាំងសាលាយើងឃើញថាលំបាកទី1ទៅលើការបំពេញដីដែលវាបាក់ដីកហេងហងណាបាទខឿនស្លានៅសារតែសហគមន៍យើងនៅមានកម្រិតជួយបានទៅជួយបាទអញ្ចឹងគាត់ចេះព្យាយាមជួយដែរគឺបំពេញអញ្ចឹងមួយឆ្នាំអីថាជាចាក់ដីបំពេញហើយជាចំនួន300ម៉ែត្រគីបអីចឹងណាបាទមូលហេតុអីបានបាក់ដីបាក់អីដែរមកពីស្ថានភាពទីតាំងនៅទីនេះមិនបាក់ទេគ្រាន់តែថាយើងចង់បន្ថែមហើយបាទនៅទីនេះដែលយើងចូលមកនេះដីនេះវាជំរឿទៅពុះហើយជាងកន្លះម៉ែត្រជាង5 ទឹកតែយើងចាក់បានកើហ្នឹងណាបាទកាលមុនវានៅជ្រៅទេដងទងជាតិខឿនហ្នឹងខ្ពស់តែលុបបាត់ហើយបាទទៅពេលដែលខែទឹកឡើងអីវាអាចមានបញ្ហាធ្វើឲ្យដីហ្នឹងវានេះទៅវិញលិចដល់សាលាឬមួយក៏មិនដែរខែទឹកបើសិនជាឆ្នាំមានទឹកធំបើខែទឹកធំវាឡើងដល់ខឿនតែម្ដងខឿនជាដើរកម្មលើតែដល់ទៅឆ្នាំតូចទឹកហ្នឹងគ្រាន់តែបានតែមកអែកទីធ្លាទៅប៉ុណ្ណឹងពេលខ្លះគ្រាន់តែលិចទីធ្លាតែកណ្ដាលបាទហើយទឹកលោកវាវាយអាខឿនជាងណាបាទខឿនជាងដែលយើងចាក់សាតម្រូវទឹកភ្លៀងមកប៉ុន្តែវាមិននៅទេដោយសារតែខាងក្រោមមានបាក់អញ្ចឹងដោយសារកម្រាស់របស់យើងអត់មានដែកអីរឹងមាំអញ្ចឹងវាបាក់អញ្ចឹងត្រូវខំចាក់ដីលុបទៅដល់ក្រោមដើម្បីឲ្យវា
ហើយកុំឲ្យវាហិចហោច្រើន ហើយបើសិនជាតាមការប៉ាន់ស្មានថាតើយើងត្រូវការដីប្រមាណចំនួនប្រមាណទេដើម្បីបំពេញតម្រូវការនៅសាលាហ្នឹងបាទបើគិតទៅការពីចាក់មកចំនួន 3-4 ឆ្នាំនេះអស់ដីឡើងជា1400 ម៉ែត្រគីបដីហ្នឹងបាទដើម្បីឲ្យបានស្អាតតតែដាក់ចំនួន500ម៉ែត្រគីបទៀតបាទហើយថវិកាដែលបានទី3ឆ្នាំនោះសម្រាប់យកមកចាក់ដីនោះបានមកពីខាងណាដែរទី1បានមកពីសហគមន៍ជួយបាទក៏ដើរដីជារបៀបដូចប៉ុនបាទបាទរបៀបប៉ុនកាអញ្ចឹងហើយទី2បានមកពីចំណូលសាលារៀននៅសាមានដីក៏ដីសល់សម្រាប់ធ្វើខ្សែប្រាំងបាទចឹងអាចប្រវាស់ជាមួយអ្នកស្រុកបាទចឹងបានកម្រៃខ្លះពីខាងនោះបូកជាមួយនឹងគាត់ដើររែងគៀគាត់គេដល់ចង់រៀនសួរលោកគ្រូពីស្ថានភាពរបស់សិស្សនៅក្នុងតំបន់នេះផងឯងយើងផ្ដោតទៅលើស្ថានភាពគ្រួសាររបស់គាត់តើស្ថានភាពរបស់គាត់ហ្នឹងគ្រួសាររបស់គាត់មានជីវភាពលំបាកឬក៏ងាយស្រួលហើយមុខរបរពួកគាត់ដែលប្រកបអាជីវកម្មនៅទីនេះគាត់ប្រកបមុខរបរអ្វីខ្លះដែរបាទចំណែកជីវភាពរបស់ប្រជាជននៅតំបន់នេះគឺមានការលំបាកច្រើនដោយសារតែគាត់មានមុខរបរតែធ្វើស្រែប្រាំងហើយនឹងរកត្រីបន្តិចបន្តួចបាទចំពោះចង់ថាកូនសិស្សដែលនៅក្នុងស្ថានភាពហ្នឹងពួកគាត់ពិចារណាក៏ត្រូវមានការជួយទៅលើគ្រួសារគាត់ដែរចឹងណាគ្រូបាទអញ្ចឹងគាត់មានពេលមកសិក្សានៅសាលាហ្នឹងច្រើនណាកូនសិស្សឥឡូវវាការមកសិក្សាបានចំនួនហើយជា 90% ហើយវាសិស្សចង់អស់ហើយចឹងមកថាខាងគ្រួសារគាត់មានការជំរុញលើកចិត្តឲ្យកូនគាត់មកសិក្សាដែរបាទហើយយើងផ្ដោតទៅលើឥឡូវយើងអង្វាយទៅខាងស្ថានភាពរបស់សិស្សវិញម្ដងគ្រូតើសិស្សហ្នឹងគាត់មានដំណើរគាត់មកការសិក្សាជាមួយថាការសិក្សារបស់គាត់មានកម្រិតមិនដែរគ្រូមកដល់ឥឡូវនេះសិស្សគឺមានការយល់ដឹងច្រើនបាទដោយសារតែខាងអប់រំរបស់យើងនឹងបានយកចិត្តទុកដាក់ទៅលើនិយមពេលវេលាបិទវិធីសាស្ត្ររៀនអញ្ចឹងណាអញ្ចឹងគឺអ្នកសិស្សហ្នឹងទទួលបានចំណេះដឹងច្រើនជាងពីកាលពីឆ្នាំមុនចា៎គ្រូចំពោះស្ថានភាពសិស្សតើការមករៀនហ្នឹងរវាងសិស្សប្រុសនិងសិស្សស្រីមានសមាមាត្រគ្នាគ្រូបាទយើងគិតមើលទៅតាមប្រទេសទេហ្នឹងសិស្សប្រុសហើយសិស្សស្រីហ្នឹងវាសិស្សស្រីតិចជាងសិស្សប្រុសទេបាទប៉ុន្តែនេះដោយសារតែកំណើនសិស្សហ្នឹងវាមានតែប៉ុណ្ណឹងតែម្ដងព្រោះយើងតាមការរយៈជំរឿនវាចូលទាំងអស់ហើយណាបាទចាលោកគ្រូជួយចំពោះការបង្រៀនលោកគ្រូអាចប៉ាន់ស្មានថាមានការជួបផលលំបាកមួយចំពោះការអប់រំទៅលើពួកគាត់មានមួយចំនួនតូចទៅលើជីវភាពដោយសារណាសិស្សខ្លះទៅក្រីក្រពុកម្ដាយអូសទាញពលកម្មក្មេងអញ្ចឹងណាចឹងមានការជោគច្រើនក្នុងថ្នាក់មួយប៉ុន្តែវាមិនច្រើនទេសិស្សដែលជោគច្រើនគឺវាមានគ្រួសារមួយចំនួនប៉ុណ្ណឹងដល់ពេលយើងសរុបនៅពេលចុងឆ្នាំហ្នឹងយើងឃើញថាលទ្ធផលនៃការឡើងថ្នាក់និងការត្រួតថ្នាក់របស់គាត់មិនដែរទេលទ្ធផលនៃការឡើងថ្នាក់យើងឃើញថាបាន 80% ហើយបាទសម្រាប់ថាការអប់រំការឡើងហ្នឹងមានកម្រិតគួរសមដែរបាទជាបន្តទៀតខ្ញុំចង់សួរលោកគ្រូថាចំពោះលោកគ្រូអ្នកគ្រូនៅទីនេះគឺមានតែ3រូបទេអញ្ចឹងតើចំពោះលោកគ្រូអ្នកគ្រូផ្ទាល់វិញថាតើមានផលលំបាកយ៉ាងណាខ្លះក្នុងការបង្រៀនសិស្សរហូតដល់ទៅ6ថ្នាក់តើគាត់បែងចែកពេលវេលាឬមួយក៏គាត់ទៅសិក្សាបន្ថែមមិនដែរចំណែកបញ្ហាហ្នឹងគឺខាងលោកអ្នកគ្រូគាត់មានការលំបាកច្រើនប៉ុន្តែដោយសារតែការចំណាប់តាំងតែម្ដងចំណាប់តាំងរបស់ខាងលើគឺតម្រូវឲ្យយើងរៀនម្ដងបាទដូចជានាយកសាលាគឺគាត់ការងារច្រើនណាបាទប៉ុន្តែបើថាស្ថានភាពអញ្ចឹងនាយកសាលាគាត់តែបង្រៀនពេលខ្លះក៏បង្រៀនដល់2វេននឹងដែរបាទអញ្ចឹងការដែលសិស្សទទួលបានចំណេះជាពិសេសថ្នាក់នាយកក៏លំបាកច្រើនជាងបុគ្គលិកទៀតបាទដោយសារតែគាត់ឡើងប្រជុំច្រើនក្នុងខែបាទដូចជាជាមួយអង្គការអញ្ចឹងម្ដងទៅខាងនេះ
អង្គការមួយហៅឡើងទៅជុំម្ដងមករកការងារចឹងទៅពេលក្រោយទៀតទៅខែខ្លះទៀតទៅអង្គការនេះហៅអញ្ចឹងមានការលំបាកច្រើនចំពោះបញ្ហាបង្រៀនហ្នឹងប៉ុន្តែដោះស្រាយយើងដោះស្រាយវាបានដោយសារថាពីលើមកតម្រូវចឹងបាទដោយសារតែមានការខ្វះគ្រូមែនទេបាទគ្រូទៅតែតនឹងបញ្ហាស្ថានភាពរបស់គ្រូអញ្ចឹងនិយាយថាពួកគាត់គឺជាគ្រូដែលមានគុណកុសលមានការបណ្ដុះបណ្ដាលមកបាទចំណែកគ្រូបង្រៀនគឺគាត់ចេញពីសាលាបបឹងចាអញ្ចឹងតាមអ្នកគ្រូដែលបានបង្រៀនហ្នឹងគាត់មានតែការឡើងបណ្ដុះបណ្ដាលថែមគាត់ចង់បណ្ដាគាត់មានឱកាសទៅបុគ្គលិកមួយនោះទៅបាន7-2ឆ្នាំនេះហើយបុគ្គលិកមួយនេះទៅបានជាងកន្លះឆ្នាំបាទគ្រូពេលគាត់មកបង្រៀនហ្នឹងអញ្ចឹងគាត់មកបង្រៀនមកថាមកបង្រៀនព្រឹកហើយទៅផ្ទះពេលវេលាឬមួយក៏ទៅការសម្រាកនៅក្នុងភូមិឃុំនឹងជាខែជាអីហើយមិនត្រឡប់ទៅផ្ទះយូរម្ដងក៏បាទអ្នកគ្រូម្នាក់គាត់ត្រឡប់ទៅវិញដោយសារតែអ្វីធ្វើតែឃុំមើលទៅឃើញថាវានៅក្រៅឃុំមែនមិនជាប់គ្នាមិននៅក្នុងភូមិហ្នឹងតែឃុំមិននៅជាប់គ្នាចម្ងាយទៅវាជា5គីឡូឆ្លងទន្លេគាត់ឆ្លងកន្លែងដងមិញហ្នឹងបាទគាត់ទៅមុខបែប1គីឡូជាងដល់2គីឡូអញ្ចឹងគាត់ទៅផ្ទះមួយហើយម្នាក់ទៀតគាត់មកសម្នាក់នៅហ្នឹងសម្នាក់ផ្ទះអ្នកសុខចិត្តហ្នឹងណាអញ្ចឹងក្នុងមួយសប្តាហ៍បានគាត់ត្រឡប់ទៅផ្ទះម្ដងហើយខ្ញុំចំពោះសិស្សពេលគាត់មកសិក្សាអញ្ចឹងគាត់ព្រមជួយបាយខ្លះដែរសិស្សនៅរដូវទឹកគោកអញ្ចឹងគាត់ដើរគាត់ជិះកង់ហើយចំណែកនៅរដូវវស្សាគាត់ហើយការជិះទូកបាទអញ្ចឹងលំបាកខ្លាំងនៅពេលរដូវវស្សាហើយរយៈពេលប្រហែលជា2ខែពេលយើងគិតមកតុលាវិទ្យាការនោះបាទអញ្ចឹងតាមពីកញ្ញាមកចុះឈ្មោះមកចាំបាច់2ខែជាងចាមិនមានការលំបាកចាបើសិនជាគាត់បានរៀនទៀងទាត់ដូចថាដូចយកមួយឆ្នាំអញ្ចឹងគាត់បានមកពេញហើយវាក៏មានការអនុវត្តបានរៀនខ្លះអត់ខ្លះឬក៏មិនដែរណាឥឡូវនេះដោយសារតែគាត់យល់ច្រើនហើយគាត់សិក្សាថាមានតែគ្រូសាមួយចំនួនដែរដែលគាត់មានការយល់ដឹងនៅផ្នែកហើយមកទីគាត់នៅផ្នែកចឹងគាត់គ្រូសាហ្នឹងគឺថាគាត់ចាប់តែអូទានតែគ្រូសាដែលគេជីវភាពគាត់ឡើងតាមសាគាត់ជូនមកទៅគ្រប់តាមដល់បាទមិនថាទឹកអីទេទោះបីទឹកក៏គាត់ជូនដែរជូនទីទូកមកណូមកហ្នឹងហើយលោកគ្រូចំពោះការសិក្សាយើងអនុវត្តបានតាមកម្មវិធីសិក្សាបាទអនុវត្តតាមកម្មវិធីសិក្សាសូមអរគុណហ្នឹងគឺសិស្សដែលមកហ្នឹងគឺនៅក្នុងតាភូមិយើងឬមួយក៏មានសិស្សដែលនៅក្រៅភូមិនៅក្បែរៗហ្នឹងគាត់មកដែរសាលារៀនវាស្បូវហ្នឹងចំណុះឲ្យសិស្សនៅវាស្បូវហើយនឹងភូមិគៀងឃ្លាំងតែពីភូមិភូមិគៀងឃ្លាំងភូមិឡើយឆ្លងមកហ្នឹងពីកាក់មកហ្នឹងហើយជា3គីឡូពីដងហ្នឹងគឺស្ថិតនៅភូមិគៀងឃ្លាំងអញ្ចឹងសិស្សខ្លះក៏ត្រូវឆ្លងដងមករៀននៅខាងហ្នឹងដែរអត់ទេខាងនោះគេនៅរៀនខាងនោះប៉ុន្តែសិស្សហ្នឹងនៅក្រោយខាងហ្នឹងបាទនៅក្រោយខាងហ្នឹងបាទហើយជាទូទៅក្រោយពេលដែលនិស្សិតសិស្សយើងចប់ថ្នាក់ទី1ដល់ទី6យើងទៅគាត់ទៅរៀននៅកន្លែងណាវិញទៀតគាត់ទៅអនុវិទ្យាល័យមាន2គាត់អាចទៅក្នុងអនុវិទ្យាល័យស្រកខ្សែស្រកគឺទៅខាងខ្លាចហឹមស្ថិតនៅក្នុងសុខភាពសាលាយើងហើយពេលខ្លះគាត់អត់ទៅក្នុងអនុវិទ្យាល័យតាមភូមិនេះក្នុងភូមិមកខ្លួននេះគាត់ទៅក្នុងអនុវិទ្យាល័យមួយនៅក្នុងភូមិផ្សេងបាទក្នុងភូមិតាឡាក្នុងស្រុកភូមិតាឡាដែរបាទដីចម្ងាយទីនេះបានជា6គីឡូឆ្លងទន្លេទៅតាមដងហ្នឹងបាទអរចាឥឡូវការសម្ភាសបានចាប់តែក្បោះក្បាយផងដែរចាអញ្ចឹងក៏សូមអរគុណដល់ក្រុមខ្មែរបែបបានសូមអរគុណដល់លោកគ្រូជាទេចំពោះការផ្ដល់បទសម្ភាសយ៉ាងក្បោះក្បាយលើក្រុមពួកខ្ញុំផងដែរសូមអរគុណបាទ